នៅក្នុងសិលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកថៃឬសៀមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រហែលជាចាប់ពីសតវត្សទី12មកពួកថៃឬសៀមកាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយបានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងគេឃើញពួកថៃឬសៀមបានចុះមកតាំងទីលំនៅនៅភាគខាងជើងប្រទេសលាវសប្តាហ៍ថ្ងៃនិងនៅឈៀងម៉ៃចំនួនពួកថៃឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសុខោទ័យឈៀងសែនឈៀងម៉ៃស្រែមួយលាននិងអយុធ្យាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នេះជានគរទុនខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកថៃឬសៀមក៏បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្ដងឲ្យទៅជានគរដែលមានអធិបតេយ្យពេញលេញដោយចាប់ផ្ដើមពីសុខោទ័យនៅអំឡុងសតវត្សទី13បន្ទាប់មកទៀតនៅសតវត្សទី14ក្រោយពីស្ដេចរៀមកំហែងចូលទីវង្គតសុខោទ័យត្រូវធ្លាក់ដុនដាបហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺនគរអយុធ្យាគឺអយុធ្យានេះហើយដែលបានពង្រីកអំណាចនគរសៀមហើយជាគូប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរ